បន្ទាប់ពីព្រះចក្របាលលទ្ធិលោកបានប្រឹងប្រែងព្យាយាមអត់សឹងអស់3ខែលោកសមាទានកាន់យកនៅការប្រព្រឹត្តព្យាយាមអិរិយាបថ3ដែលយើងធម្មតាសាមញ្ញអីចឹងទៅប្រព្រឹត្តនៅអិរិយាបថ4ណាមានដេកដើរឈរអង្គុយចឹងទៅតែព្រះចក្របាលលទ្ធិហ្នឹងគឺលោកកាន់យកតែអិរិយាបថ3មានដើរអង្គុយឈរណាអត់មានអិរិយាបថសឹងអីបងណាពាក្យថាសឹងហ្នឹងគឺតម្រេតខ្នងណាដល់កទេលដល់កំរាលអីចឹងណាឬក៏ផ្អែកផ្អែកនឹងជាងនឹងកៅអីអីហ្នឹងគឺលោកអត់ធ្វើទេបងលោកគ្រាន់តែគង់បើថាសឹងគឺភ្នែនគង់ភ្នែនអញ្ចឹងអត់តែអត់ផ្អែកទេណា3ខែបងហ្នឹងហើ3ខែនឹងកន្លងទៅលោកបែកភ្នែកបាទណាភ្នែកព្រះនេតលោកហ្នឹងគឺខូចតែយើងនិយាយថាខ្វាក់ឬក៏ងងឹតភ្នែកអញ្ចឹងណាហ្នឹងហើយការដែលបែកភ្នែករបស់លោកហ្នឹងគឺដំណើរគ្នានឹងការដែលបានសម្រេចមគ្គផលអរហត្តផលទៀតមិនមែនធម្មតាទេណាហ្នឹងហើយហ្នឹងក៏ព្រោះតែការដែលដាស់តឿនខ្លួនរបស់លោកតែលោកថាការត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធច្រើនណាស់ហ្នឹងហើយប៉ុន្តែយើងអត់ដែលតន់អត់ដែលជួបអីចឹងណាហ្នឹងហើយតែភ្នែកមិនក្រទេអត្តភាពណាក៏មានភ្នែកដែរហ្នឹងហើយញាតិញោមសម័យមើលក្នុងអត្តភាពណាក៏មានភ្នែកដែរដោយប្រភេទសត្វគ្រប់ប្រភេទមានជ្រូកមាន់ទាឆ្កែឆ្មាអីចឹងសុទ្ធតែមានភ្នែកទាំងអស់ហ្នឹងហើយប៉ុន្តែការដែលបានជួបព្រះសម្មាសម្ពុទ្ធនឹងមិនសម្បូរដូចភ្នែកទេមិនកើតជាតិណាក៏ចេះតែជួបព្រះជួបពុទ្ធជួបសាសនាព្រះអង្គអីអត់ទេណាមិនចេះតែជួបគ្រប់ជាតិទេហ្នឹងហើយចឹងហើយបានលោកដាស់តឿនថាភ្នែកនឹងខ្វាក់ក៏ខ្វាក់ទៅចុះពីព្រោះมันក្រទេភ្នែកហ្នឹងតែការដែលបានជួបព្រះសម្មាសម្ពុទ្ធហ្នឹងមិនងាយណាដូច្នេះត្រូវតែព្យាយាមកុំឲ្យភ្នែកហ្នឹងមកជាគ្រឿងរារាំងការប្រឹងប្រែងព្យាយាមរបស់លោកហ្នឹងហើយភ្នែកហ្នឹងអស់ក៏អស់ទៅព្រោះมันក្រទេជាតិណាក៏មានដែរតែការដែលតន់ព្រះសាសនាតន់ពុទ្ធហ្នឹងមិនមែនចេះតែមានទេដូច្នេះការដែលបានតន់ហើយហ្នឹងគឺត្រូវតែព្យាយាមត្រូវតែកុំប្រមាទលោកដាស់តឿនលោកខ្លួនលោកចឹងមិនគ្រាន់តែថាលោកធ្វើបានមែន3ខែហ្នឹងគឺលោកអត់សឹងហ្នឹងហើយបានចុងក្រោយពេលដែលចេញភាសាហ្នឹងគឺដំណើរគ្នានឹងការដែលបែកបណេតហ្នឹងក៏លោកបានសម្រេចព្រះអរហន្តជាសុខៈវិបស្សកៈព្រះអរហន្តដែលបានសម្រេចតែអត់មានអភិញ្ញាណាអត់មានបដិសម្បទាអីចឹងណាហ្នឹងហើយប៉ុន្តែជាបុគ្គលដែលបានអស់កិលេសហ្នឹងអត់មានកិលេសអីចឹងណានេះការប្រឹងប្រែងព្យាយាមរបស់លោកមិនឥតផលទេអ្វីត្បិតតែក៏ព្រះនេត្ររបស់លោកត្រូវបាត់បង់ប៉ុន្តែចក្ខុគឺបញ្ញាហ្នឹងក៏បានកើតឡើងឃើញច្បាស់នៅសច្ចធម៌រួចផុតពីសេចក្តីទុក្ខ
នៅក្នុងសង្សារវដ្តតទៅនេះហើយនៅពេលដែលលោកខ្វាក់បណេតហើយទៅក៏ពេលតែជាវេលាត្រូវបណ្ឌបាតអីចឹងណាហ្នឹងហើយទៅភិក្ខុទាំងឡាយហ្នឹងក៏ទៅពោលថាបបិទ្ធលោកម្ចាស់ណាពេលនេះជាពេលវេលាភិក្ខាហើយភិក្ខុទាំងឡាយអត់ដឹងណាអត់ដឹងថាព្រះចក្របាលហ្នឹងលោកខូចបណេតទេប៉ុន្តែក៏នាំគ្នាទៅពិតថេរដីកាលោកថាលោកម្ចាស់ពេលនេះជាពេលវេលាដែលត្រូវភិក្ខាចារព្រះថេរៈពោលថាកាលដល់ហើយឬអវុសោទាំងឡាយភិក្ខុទាំងឡាយក៏ពោលថាករណាលោកម្ចាស់ដល់ហើយព្រះថេរៈពោលថាបើដូច្នោះអ្នកទាំងឡាយទៅចុះណាលោកប្រាប់មកវិញណាលោកថានិមន្តទៅចុះភិក្ខុទាំងឡាយពោលថាបបិទ្ធលោកដល់ចម្រើនចុះលោកម្ចាស់ហ្នឹងនិមន្តទេព្រះថេរៈពោលថាមនាលអវុសោទាំងឡាយភ្នែករបស់ខ្ញុំកណាសាបសូន្យហើយលោកប្រាប់ចឹងលោកថាភ្នែកលោកសាបសូន្យហើយភិក្ខុទាំងឡាយនោះរមិលមើលភ្នែករបស់លោកដែលមានភ្នែកតែពេញដោយទឹកភ្នែកទឹកភ្នែកហូរមកណាយំភិក្ខុទាំងឡាយយំហ្មងយំអាណិតលោកហើយក៏លួងលោមលោកថាព្រះថេរៈបបិទ្ធលោកម្ចាស់ដល់ចម្រើនលោកម្ចាស់កុំព្រួយឡើយហ្នឹងហើយកុំបារម្ភខ្ញុំបកណាទាំងឡាយនឹងបដិបត្តិនៅលោកម្ចាស់ដូច្នោះហើយទៅក៏ធ្វើវត្តបដិបត្តិណាធ្វើវត្តបដិបត្តិតែគួរធ្វើស្រេចស្រាប់ចូលទៅកាន់ស្រុកមានន័យថាភិក្ខុទាំងឡាយហ្នឹងលោកនឹងបំពេញវត្តបដិបត្តិចំពោះព្រះថេរៈចក្របាលហ្នឹងដោយនិមន្តទៅបណ្ឌបាតនាំបណ្ឌបាតឲ្យយកមកប្រគេនហើយធ្វើកិច្ចការគ្រប់យ៉ាងដែលព្រះថេរៈលោកធ្វើអត់កើតចឹងណាហ្នឹងហើយពេលដែលភិក្ខុទាំងឡាយលោកចូលទៅបណ្ឌបាតទៅក៏មនុស្សមណ្ឌាទាំងឡាយហ្នឹងណែឆ្ងល់មិនក៏មិនឃើញព្រះថេរៈនិមន្តមកហ្នឹងឯងសួរភិក្ខុទាំងឡាយចឹងណាហើយភិក្ខុទាំងឡាយក៏តបថាជ្រាបដំណឹងបញ្ជូនដំណឹងទៅកាន់ជ្រាបដំណឹងថាលោកម្ចាស់នឹងបានខូចបណេតដែរភិក្ខុទាំងឡាយលោកប្រាប់ចឹងណាហើយទៅក៏ញាតិញោមជាពុទ្ធបរិស័ទទាំងឡាយដែលនៅក្នុងភូមិស្រុកនឹងសង្វេគតក់ស្លុតអាណិតលោកណាហើយនាំគ្នាយកនៅចង្ហាន់បណ្ឌបាតហ្នឹងហើយបញ្ជូនទៅថ្វាយព្រះថេរៈដែលលោកនៅឯកត់ណាលោកទីមុនមកកត់រួចអញ្ចឹងណាហើយឮថាបណ្ឌិតលោកខូចនោះអាណិតលោកយំបំរាស់ននាលហ្មងបងអ្នកស្រុកហ្នឹងហើយទៀបចិត្តបបាទទារបស់ព្រះថេរៈពេលដែលទៅជួបលោកណាយំបំរាស់ននាលអាណិតលោកក្រៃលែងបងហើយទៅក៏លួងលោមលោកណាលោកម្ចាស់ដល់ចម្រើនខ្ញុំកណានឹងបដិបត្តិណាបដិបត្តិលោកម្ចាស់ណាលោកម្ចាស់កុំព្រួយបតីឡើយណាគិតថាលោកព្រួយបតីអញ្ចឹងណាហ្នឹងហើយចេះតែខ្វល់ខ្វាយតែដោយណាពាក្យសម្ដីលួងលោមអីចឹងណាហ្នឹងតាមពិត
ជាព្រះរហន្តនឹងលោកអត់មានកិលេសអីព្រួយបារម្ភអីទេណាប៉ុន្តែញាតិញោមចេះតែនិយាយទៅដោយអត់ដឹងលួងលោមលោកចឹងទៅបងតែខ្ញុំកណានឹងបដិបត្តិលោកម្ចាស់កុំបារម្ភណាកុំព្រួយអីចឹងណាហើយទៅក៏លាត្រឡប់មកវិញទៅណែចាប់ផ្ដើមពីកាលនោះមកណែពួកពុទ្ធបរិស័ទហ្នឹងក៏តែងតែបញ្ជូននៅចង្ហាន់បណ្ឌបាតទៅថ្វាយដល់វិហារដល់កុដិនឹងជានិច្ចបើតែចំណែកព្រះថេរៈក៏ពោលទូលមានភិក្ខុ60រូបក្រៅពីនេះតែជានិច្ចលោកបែកបណេតមែនប៉ុន្តែធម្មចក្ខុគឺបញ្ញាកើតឡើងកំចាត់កិលេសក្នុងចិត្តសន្តានបានណាចឹងទៅក៏លោកតែងតែមានប្រកដីអប់រំភិក្ខុ60រូបដែលទៅជាមួយលោកហ្នឹងបាទហ្នឹងហើយក្រៅពីនេះជានិច្ចចឹងទៅលោកទាំងឡាយណាតាំងនៅក្នុងអវាទរបស់លោកណាជានិច្ចបាទលោកតែងអប់រំឲ្យភិក្ខុទាំងហ្នឹងតែងតែធ្វើតាមអវាទរបស់ព្រះថេរៈជានិច្ចបាទมันដែលខ្ជិលចោអីទេហើយគ្រាចិត្តដល់ថ្ងៃបវារណាក៏សម្រេចព្រះរហ័តណាភិក្ខុ60រូបហ្នឹងបានសម្រេចព្រះរហ័តគ្រប់ព្រះអង្គទៀតបាទណាมันមិនធម្មតាទេណាហ្នឹងហើយចិត្តដល់ថ្ងៃចេញវស្សាទៅក៏លោកបានសម្រេចព្រះរហ័តគ្រប់ព្រះអង្គទៀតព្រមដោយបដិសម្បទាគ្រប់រូបទៀតក៏ភិក្ខុទាំង60រូបហ្នឹងណាអត់តែព្រះចក្របាលណាលោកបានសម្រេចព្រះរហ័តប៉ុន្តែជាសុខវិបស្សកៈអត់មានអភិញ្ញាអត់មានបដិសម្បទាហ្នឹងហើយប៉ុន្តែភិក្ខុ60រូបដែលស្ដាប់បង្គាប់ណាក្រមអវាទរបស់ព្រះចក្របាលហ្នឹងបានសម្រេចព្រះរហ័តហើយព្រមដោយបដិសម្បទាទៀតបងទាំង60អង្គនេះជាការដែលប្រព្រឹត្តតាមពាក្យទូមានព្រានបដៅរបស់ព្រះថេរៈក៏ដូចជាការប្រព្រឹត្តតាមពាក្យព្រានបដៅរបស់ព្រះសាស្តាណាហើយដល់ពេលដែលបវារណាក្នុងថ្ងៃចេញវស្សានឹងហើយទៅក៏ភិក្ខុទាំងឡាយហ្នឹងក៏គិតគ្នាថាដើម្បីនឹងចូលទៅគាល់ព្រះសាស្តាប្រាថ្នាដើម្បីចូលទៅគាល់ព្រះសម្មាសម្ពុទ្ធចឹងណាទៅប្រាប់លាព្រះថេរៈបបិទ្ធលោកម្ចាស់ដ៏ចម្រើនដែលយើងទាំងឡាយប្រាថ្នានឹងទៅគាល់ព្រះសាស្តាចឹងណាហើយទៅក៏ព្រះថេរៈបានស្ដាប់ពាក្យរបស់លោកទាំងឡាយហើយទៅក៏គិតថាអញជាមនុស្សទុពលភាពលោកគិតខ្លួនលោកយ៉ាងណាថាអាត្មាអញជាមនុស្សទុពលភាពហើយបើធ្វើដំណើរទៅជាមួយនឹងភិក្ខុទាំង60អង្គហ្នឹងប្រកាសជានាំឲ្យមពលទុកដល់លោកទាំងឡាយហើយធ្វើដំណើរទៅមិនស្រួលទេមនុស្សងឹតភ្នែកអីទៅជាមួយអញ្ចឹងណាលោកចេះតែគិតខ្លួនលោកអីចឹងខ្លាចលំបាកដល់ភិក្ខុទាំងឡាយអញ្ចឹងណាហ្នឹងហើយទៅតាមផ្លូវហ្នឹងក៏ត្រូវការបណ្ឌបាតត្រូវការអីហើយធ្វើដំណើរហ្នឹងក៏ប្រកាសជាយឺតយូរអីចឹងណាហ្នឹងហើយចឹងហើយទៅក៏គិតថាលោកទាំងឡាយនិមន្តទៅមុនចុះហ្នឹងហើយប្រាប់ភិក្ខុទាំងឡាយថាអ្នកទាំងឡាយនិមន្តទៅមុនចុះហ្នឹងហើយគ្រានោះព្រះថេរៈទៅពោលនឹងលោកទាំងឡាយណាថាវុសោទាំងឡាយអ្នកទាំងឡាយទៅមុនប្រាប់ឲ្យលោកទៅមុនហើយទៅក៏គិតថាលោកនឹងទៅតាមក្រោយអញ្ចឹងណាព្រះថេរៈពោលថាខ្ញុំជាមនុស្សទុពលអីចឹងទៅនឹងក្នុងចន្លោះផ្លូវហ្នឹងវាមិនងាយស្រួលទេណាដើរទៅវា
ត្រូវរំខានដល់លោកទាំងឡាយអីចឹងណាលោកទាំងឡាយទៅមុនចុះហើយបធរៈភិក្ខុទាំងឡាយហ្នឹងលោកចេះតែអង្វរដែរពីដំបូងថាសូមឲ្យលោកម្ចាស់កុំគិតដូច្នោះណាកុំគិតថាខ្លាចលំបាកអីដល់ខ្ញុំកណាទាំងឡាយអីមិនបាច់គិតទេណាខ្ញុំកណានឹងទទួលណាព្រមនិមន្តលោកម្ចាស់ទៅជាមួយអីចឹងណាហើយទៅភិក្ខុទាំងឡាយចេះតែអង្វរទៅលោកក៏ណាប្រាប់ទៅថាលោកម្ចាស់ទាំងឡាយគុណលោកទាំងឡាយនិមន្តទៅមុនចុះណាខ្ញុំកណានឹងបញ្ជូនដំណឹងទៅពីព្រោះព្រះចក្របាលលោកមានប្អូនប្រុសហ្នឹងហើយប្អូនប្រុសម្នាក់ណាការដែលមុននឹងមកបួសហ្នឹងសុំប្អូនប្រុសហ្នឹងប្អូនប្រុសថាហេការដែលបៃតាស្លាប់បងហ្នឹងទុកដូចជាបៃតាអញ្ចឹងហើយដល់តែមេដានឹងចែកឋានទៅទៀតបងហ្នឹងទុកដូចជាម្ដាយអញ្ចឹងណាប្អូនហ្នឹងអត់ព្រមទេណាព្រោះដំបងតែបងសុំបួសហ្នឹងអត់ព្រមទេហ្នឹងហើយប៉ុន្តែព្រះចក្របាលត្រូវតែមកបួសឲ្យបានសម្រេចព្រះរហន្តចុងក្រោយទៅក៏ប្រាប់ថាខ្ញុំកណាហ្នឹងមានសាច់ញាតិណាសាច់ញាតិហ្នឹងគ្រាន់តែផ្ដល់ដំណឹងទៅគឺនឹងមកទទួលណាខ្ញុំកណាទៅតាមក្រោយហើយអញ្ចឹងលោកម្ចាស់ទាំងឡាយនិមន្តទៅចុះនឹងលោកទាំងឡាយហ្នឹងក៏ស្ដាប់ណាភិក្ខុទាំងឡាយ60អង្គក៏ស្ដាប់ទៅស្ដាប់ពាក្យរបស់លោកហើយក៏មកទោសហ្នឹងហើយក៏មកទោសព្រះធរៈសពគ្រប់បែបយ៉ាងហើយទៅក៏ចូលទៅកាន់ស្រុកទៅណាលាលោកទៅអញ្ចឹងណាពួកមនុស្សនិមន្តឲ្យគង់ណាប្រកេននៅពីខាហើយក៏សួរថាលោកម្ចាស់ដល់ចម្រើនមើលទៅលោកម្ចាស់ទាំងឡាយនឹងនាំគ្នាទៅហើយឬណាលោកម្ចាស់ទាំងឡាយភិក្ខុទាំងឡាយតបថាបាសកបាសិកាទាំងឡាយណាយើងទាំងឡាយប្រាថ្នាដើម្បីនឹងទៅគាល់ព្រះសម្មាសម្ពុទ្ធហ្នឹងហើយប្រាប់ចម្រើនពូលីអ្នកស្រុកអីចឹងណាអាត្មានឹងទៅគាល់ព្រះសម្មាសម្ពុទ្ធទៅបានណាអមណាតាមបញ្ជូនទៅហើយខ្សឹបខ្សួលបើណាខ្សឹបខ្សួលត្រឡប់មកវិញអ្នកស្រុកហ្នឹងស្ដាយបើស្ដាយភិក្ខុឮថាលោកចម្រើនពូលីទៅហ្នឹងគឺសោកស្ដាយខ្សឹបខ្សួលអញ្ចឹងជូនដំណើរលោកហើយទៅក៏ត្រឡប់មកវិញមកតែត្រឡប់មកវិញចំណែកឯភិក្ខុទាំងឡាយទៅដល់វត្តចេតពុនណាដោយលំដាប់ថ្វាយបង្គំព្រះសម្មាសម្ពុទ្ធហើយទៅក៏ព្រះសាស្តានិងព្រះមហាធេរៈទាំងឡាយតាមពាក្យនៅព្រះធេរៈដែលលោកផ្ដាំណាហ្នឹងឯផ្ដាំមកថាគាល់ព្រះសម្មាសម្ពុទ្ធណាសួរសុខទុក្ខអីចឹងហ្នឹងឯតាមពាក្យរបស់ព្រះធេរៈថ្ងៃស្អែកឡើងក៏ចូលទៅកាន់ថ្នល់ដែលប្អូនប្រុសពៅរបស់ព្រះធេរៈនឹងគង់នៅអាស្រ័យនៅនឹងដើម្បីបណ្ឌបាតណាជួបកដុំពីរបើជួបកដុំពីរហើយទៅក៏ចាំលោកទាំងឡាយបានណាប្អូនព្រះចក្របាលថេរដែលនៅជាកុហកណានៅជាអ្នកបាសកហ្នឹងណាគ្រាន់តែឃើញលោកនិមន្តទៅបណ្ឌបាតក្នុងស្រុកចាំបានណាចាំបានថាលោកម្ចាស់ទាំងឡាយហ្នឹងដែលនិមន្តទៅជាមួយនឹងលោកបងណាលោកបងរបស់ខ្ញុំកណាអីចឹងណាហ្នឹងហើយទៅក៏សួរនាំព្រះធេរៈណាដែលនិមន្តបណ្ឌបាតហ្នឹងថាលោកបងខ្ញុំកណាហ្នឹងនៅទីណាអីចឹងណាហើយបានលំដាប់នោះភិក្ខុទាំងឡាយហ្នឹងក៏ប្រាប់ដំណឹងនោះដល់ប្អូនប្រុសព្រះចក្របាលណាប្រាប់សពគ្រប់ចឹងទៅហើយទៅក៏គ្រាន់តែឮដំណឹងថាបងប្រុសខ្លួននឹងខូចភ្នែកពិការភ្នែកនឹងយំហ្មងបងហ្នឹងហើយយំបំរាស់ននាលអីចឹងទៅទៀបបាតតមូលរបស់ភិក្ខុទាំងឡាយហ្នឹងណាហើយទៅក៏សួរថាបបិទ្ធលោកដល់ចម្រើនឥឡូវនេះ
គួរធ្វើដូចម្ដេចសួរភិក្ខុទាំងឡាយថាឲ្យខ្ញុំកណាត់ធ្វើដូចម្ដេចទៅភិក្ខុទាំងឡាយពោលថាប្រធេរៈត្រូវការឲ្យអ្នកណាមួយទៅអំពីទីនេះទៅទទួលលោកចឹងណាហ្នឹងហើយលោកនឹងមកជាមួយអីចឹងទៅហើយទៅបាទប្អូនប្រុសហ្នឹងក៏ជ្រាបពោលថាបបិទ្ធលោកដ៏ចម្រើនបរិសនេះជាក្មួយរបស់ខ្ញុំឈ្មោះបាលិតៈហ្នឹងហើយប្អូនហ្នឹងមានប្រពន្ធហើយបងហ្នឹងមានប្រពន្ធមានកូនអីទៅទៀតចឹងណាហ្នឹងហើយចឹងកូនប្អូនប្រុសហ្នឹងត្រូវជាក្មួយមិនចឹងណាហ្នឹងហើយទៅក៏បានបញ្ជូនក្មួយរបស់ព្រះចក្របាលណាបើនិយាយទៅថាកូនប្អូនប្រុសណាប្អូនប្រុសហ្នឹងក៏បញ្ជូនកូនរបស់ខ្លួនទៅដើម្បីទៅទទួលព្រះធរៈអីចឹងណាសូមលោកម្ចាស់ទាំងឡាយបញ្ជូនបរិសនេះទៅចុះហ្នឹងប្អូនប្រុសណាបញ្ជូនកូនទៅថានេះកូនខ្ញុំកណាហ្នឹងបញ្ជូនទៅហើយភិក្ខុទាំងឡាយក៏ពោលថាយ៉ាងនេះមិនបានព្រោះអន្តរាយក្នុងផ្លូវមានត្រូវឲ្យបួសសិនចាំទៅហ្នឹងហើយពីព្រោះសម័យហ្នឹងតើដើមស្រួលអីចោលសបោប៉ុន្តែបើអ្នកបួសអីទៅចោលហ្នឹងអត់សូវហ៊ានអត់សូវហ៊ានប្លន់ហ៊ានអីចឹងហ្នឹងហើយចឹងទៅក៏គិតថាបើបញ្ជូនទៅតលតែបួសសិនពីព្រោះតាមផ្លូវហ្នឹងសម្បូរអន្តរាយអីច្រើនណាអញ្ចឹងបួសសិនហើយទៅក៏ដុំពីពោលថាបបិទ្ធលោកដ៏ចម្រើនសូមលោកម្ចាស់ធ្វើយ៉ាងហ្នឹងចុះហ្នឹងហើយបួសក៏បួសទៅគ្រានោះក៏លោកទាំងឡាយឲ្យក្មួយរបស់ព្រះចក្របាលហ្នឹងបួសទៅបងបង្ហាត់ឲ្យសិក្ខាវត្តបដិបត្តិអីសពគ្រប់ចឹងណារៀនអីចឹងទៅហើយមានទទួលជ័យវរជាដើមត្រឹមតែកន្លះខែបង្រៀនកន្លះខែហ្នឹងហើយទៅក៏ប្រាប់ផ្លូវតែត្រូវទៅកាន់ទីកន្លែងដែលព្រះចក្របាលគង់នៅចឹងណាចឹងក្មួយព្រះចក្របាលហ្នឹងក៏ជាសាមណេរបួសហើយបួសជាសាមណេរហើយធ្វើដំណើរទៅដល់ស្រុកតាមលំដាប់តាមផ្លូវដែលព្រះភិក្ខុទាំងឡាយលោកប្រាប់ចឹងណាហ្នឹងហើយធ្វើដំណើរហោហែទៅឃើញបរិសចាស់ម្នាក់ទៀបទ្វារស្រុកទៅសួរថាវិហារវត្តដែលនៅក្នុងព្រៃនេះមួយក្នុងទីព្រៃអាស្រ័យក្នុងស្រុកនេះមានទេបរិសចាស់ហ្នឹងក៏ពោលថាមានលោកម្ចាស់សាមណេរហ្នឹងក៏ថាអ្នកណានៅទីនោះបរិសចាស់ហ្នឹងក៏តបថាបបិទ្ធលោកដ៏ចម្រើនប្រធេរៈឈ្មោះបាលិតៈហ្នឹងព្រះចក្របាលណាពនាមលោកថាបាលិតៈហើយទៅក៏សាមណេរហ្នឹងគិតថាពោលថាសូមអ្នកប្រាប់ផ្លូវដល់អាត្មាមើលហើយបរិសហ្នឹងក៏សួរថាបបិទ្ធលោកដ៏ចម្រើនលោកត្រូវជាអ្វីនឹងព្រះធរៈសាមណេរនឹងថាអាត្មាជាក្មួយរបស់ព្រះធរៈដែលគណៈនោះគេក៏នាំលោកទៅកាន់វិហារលោកពេលដែលទៅដល់ជួបហើយទៅក៏ថ្វាយបង្គំធ្វើវត្តបដិបត្តិទំនុកបំរុងព្រះធរៈដោយត្រឹមត្រូវដោយល្អយ៉ាងទៅហើយទៅក៏ប្រាប់ថាបបិទ្ធលោកដ៏ចម្រើនកដុំពីរជាឪពុករបស់ខ្ញុំកដុំពីរហ្នឹងគឺជាប្អូនប្រុសព្រះចក្របាលណាហ្នឹងហើយទៅក៏កូនរបស់កដុំពីរហ្នឹងគឺជាក្មួយរបស់ព្រះចក្របាលហ្នឹងហើយទៅកូនដែលត្រូវជាក្មួយហ្នឹងក៏ប្រាប់ថាឪពុករបស់ខ្ញុំដែលជាកដុំពីរហ្នឹងណាត្រូវការឲ្យលោកម្ចាស់ត្រឡប់ទៅសូមលោកម្ចាស់មកទៅជាមួយនឹងខ្ញុំកណាហ្នឹងហើយមុនលោកទៅព្រះធរៈពោលថាបើដូច្នោះ
អ្នកចូលដែលកាន់ចុងឈើច្រត់របស់យើងសាមណេរហ្នឹងក៏កាន់ឈើច្រត់កាន់ចុងឈើច្រត់របស់ប្រធេរៈហើយទៅក៏បណ្ដើរគ្នាទៅបណ្ដើរគ្នាទៅជាមួយអញ្ចឹងណាហើយមនុស្សទាំងឡាយនិមន្តឲ្យគង់សួរថាបបិទ្ធលោកម្ចាស់ដល់ចម្រើនមើលទៅលោកម្ចាស់នឹងទៅឬអ្នកស្រុកអ្នកភូមិអាឡ័យលោកបើអត់ចង់ឃ្លាតពីលោកទេហ្នឹងហើយពេលដែលឃើញលោកធ្វើដំណើរអញ្ចឹងក៏ប្រកាសជាថាលោកម្ចាស់និមន្តទៅឬព្រះថេរៈតបថាបាសិកាទាំងឡាយអាត្មានឹងទៅថ្វាយបង្គំព្រះសាស្តាមនុស្សទាំងឡាយនោះណាអង្គវទៀតហ្នឹងសូមក្រាបទូលអង្គដោយប្រការផ្សេងប៉ុន្តែលោកអត់ព្រមណាអង្គលោកគង់នៅអញ្ចឹងណាតែលោកអត់ព្រមណាហើយទៅក៏សម្រាប់តាមបតីលោកទៅសាមណេរហ្នឹងក៏បាននាំប្រធេរៈណាធ្វើដំណើរទៅដល់កដាលផ្លូវអ្នកស្រុកអ្នកស្រុកហ្នឹងនាំប្រធេរៈជូនដំណើរលោកទៅដល់ពាក់កដាលផ្លូវតែជូនដំណើរលោកហើយទៅក៏នាំគ្នាយំអាឡោះអាឡ័យលោកអត់ចង់ឃ្លាតពីប្រធេរៈអីទេហ្នឹងហើយទៅក៏យំបំរាស់នានាអីសពគ្រប់ហើយទៅក៏លាលោកត្រឡប់មកវិញមកលោកក៏ធ្វើដំណើរទៅអញ្ចឹងណានៅពេលដែលអ្នកស្រុកត្រឡប់មកវិញហើយទៅសាមណេរហ្នឹងក៏បាននាំប្រធេរៈទៅដោយចុងឈើច្រត់កាន់ចុងឈើច្រត់បដាលោកទៅដល់ស្រុកដែលប្រធេរៈធ្លាប់អាស្រ័យនៅក្នុងក្រុងឈ្មោះសង្កដ្ឋៈណាប្រធេរៈលោកធ្លាប់គង់នៅហើយនៅហើយក្បែរដងព្រៃចន្លោះផ្លូវលោកបានឮសំឡេងច្រៀងរបស់ស្ត្រីម្នាក់ណាក្មួយរបស់ប្រធេរៈដែលជាសាមណេរអ្នកជូនដំណើរលោកណាឮសំឡេងស្ត្រីអ្នករកអោសខ្វៀលគោខ្វៀលពពែអញ្ចឹងក្នុងព្រៃហ្នឹងច្រៀងសំឡេងក៏លួចហើយទៅក៏អ្នកចេញចាក់ស្រុកនោះហើយដែលច្រៀងបណ្ដើត្រាច់រើសអស់បណ្ដើនៅក្នុងព្រៃណាហ្នឹងហើយមែនពិតនៅក្នុងសំឡេងហ្នឹងណាព្រះអង្គពុទ្ធព្រះអង្គសម្ដែងថាសំឡេងដតីដែលឈ្មោះថាអាចផ្សាយទៅណាទូទាំងឬក៏កាន់សរីរៈរបស់បរិសុទ្ធទាំងឡាយហើយតាំងនៅដូចសំឡេងស្ត្រីអត់មានណាសំឡេងដតីណាហ្នឹងសាមណេរហ្នឹងគ្រាន់តែឮសំឡេងណារបស់ស្ត្រីច្រៀងក្នុងព្រៃអ្នករកអស់ហ្នឹងណាទុកឈើច្រត់ណាលោកអ៊ំចោលទៅក៏ចូលទៅកាន់ព្រៃសាមណេរហ្នឹងដែលចូលទៅត្រង់កន្លែងសំឡេងដែលស្ត្រីនឹងច្រៀងអញ្ចឹងណាគ្រាន់តែចូលទៅមកសន្ទុះហ្នឹងស្ងាត់សំឡេងហ្នឹងហើយមើលទៅស្រឡាញ់រោមរៈស្ត្រីនៅក្នុងព្រៃហ្នឹងណាសាមណេរហ្នឹងហើយដាច់សិលជាសាមណេរហ្នឹងបាត់ហើយទៅក៏ត្រឡប់មកវិញណាទុកឈើច្រត់លោកអ៊ំចោលត្រឡប់មកវិញត្រឡប់មកទៅលោកក៏ណាដាច់សិលបាត់ហ្នឹងហើយព្រះថេរៈគិតថាអញបានឮសំឡេងច្រៀងមួយហើយមិញនឹងឯងក៏ឯសំឡេងនោះសតក៏ជាសំឡេងស្ត្រីឯសាមណេរហ្នឹងក៏បាត់យូរទៅទៀតទៅហ្នឹងទៅបាត់យូរទៅបាត់យូរក៏លោកជ្រាបថាសាមណេរហ្នឹងក៏ជាដាច់សិលហើយហ្នឹងហើយលោកជ្រាបសាមណេរហ្នឹងដាច់សិលហើយណាធ្វើកិច្ចរបស់ខ្លួនស្រេចហើយទៅក៏មកនិយាយថាយើងទាំងឡាយទៅដែលមកនាំលោកទៅទៀតត្រឡប់មកវិញណាលោកម្ចាស់ទៅទៀតគ្រានោះព្រះថេរៈសួរណែសាមណេរអ្នកខ្លាយជាមនុស្សអាក្រក់ហើយឬហ្នឹងហើយលោកនៅស្ងៀមសំបីព្រះថេរៈសួររឿយក៏
mình pol bị ở vậy sao kia nụ ấy bật thề ra pol nâng lột thả cách đòi ca để nấu chỉ môi nấu mình nuôi liền bộ nó bật cắt mà đòi nè chập trong chơi chật ở bao nhiêu mình biến để lột lên ơi căn chơi chật lột bờ này bật đánh tranh máu là lên căn chơi chật dường bị proca nấu rùm chỉ môi mình nuôi liền bộ nó là mình biến đấyประกอบสมาโดยเนี่ยนั่นคือมันเตาเมียนได้ให้โลกดอลเนอร์สิ่งใดสมเวชให้เต๋อก็นะพลัสสมบูรณ์การสายะจันนั่งสักสามเณรนั่งสักจันเต๋อเสียดันดอบเจียก็ห่อให้เต๋อก็โปรทานลบจะได้จำร้านการม้วนขยมจะสามเณรแต่เลยขยมตลบเจียก็ห่อให้มวยวินเตียขยมการบูก็มันบานบัวดอยสถีได้นะเปิดโลกจังถ้าการบัวน้องเป็นบัวดอยสถีได้กรณีบัวนั่งดำใบหมอกตัวลงจากตลบตัววิ่งโดยซาดาวมาเจียบาสอกก็คอยไปหลงบ้าไปเมียนอันตรายไอ้จานจังนะจังแบบบัวเมานั่งเป็นบัวดอยสถีกรณีมาตัวลงจากตลบตัววิ่งเดต้านั่งโปลจังไอ้ปานประเทศระในเจธานาบุเศร้าก็โหหักเกราะก็ได้ซ้ำมาได้เกราะก็ได้น้องเบลมีไอ้คอกเนี้ยโดยจากนี้หักเกราะโดยจากนี้นะเนี่ยส่งใบตังเราขนมเพียบเจียซ้ำมาได้ให้มันฟื้นก้นหน่อยบ้านละอบอหรือโบพ้องตุ่มรอมเจียก็โหเตียนน้องเบลรถต่อนั่งไงซาบโซนเดียได้นั่งไงโลกท่านเราขนมเพียบเจียซ้ำมาได้พ้องทุยละอมกาดให้ไอ้เตยอยู่กับห่อไว้นั่งเวียนเมียนไอ้ละอนั่งไอ้ทุยละอไม่เตยนั่งไงลูกได้เอาคลังคลังอ่ะบอกนั่งไงจังเตยโลกก็โปลท่านั่งทุยก่อนละยานกรรมชั่วโมงเอาไว้บ้านน่ะกิจได้โดยกาได้มนุษย์หากระโดดเนี่ยนั่งจับจองเชื่อจรดบ่อยเยอะมันเตาเมียนเลยยังเอาเชื่อจรดกันนี่นั่งไงโลกเป็นดังจังหมองบอกไอ้นี่ไอ้ปลาเล็ดนังขโมยนะเพียเยี่ยมในเย่บอกเปิดโลกดอยจำรานเพลาเมียนอามนุษย์จำประตูหนึ่งโลกกองงเงินพเนจเตียดหนึ่งเราขนมตีนี่โดยมาได้ปานเกิดเพลาโน่อันตรายให้ปันเดชโลกกองงเงินเตียดให้ทั่วดำนาไม่กาดตื้อหลุมจ้าประเทศโปลถ้าเนี่ยเราบุษาวเนี่ยกลมกึดอย่างนี้เลยเนี่ยยังหนึ่งได้สลับขนมตีนี่ก็ได้หนึ่งเนี่ยได้บ่มรักเนี่ยเต่ามาขนมตีนี่ก็ได้ชั่วโมงถ้ากาเต่าจีมวยหนึ่งมันดูหักเกราะมันเมียนได้นั่งไงตัวใบจะสลับกับเอาเนาตีนี่เอาเต่าจีมวยเนี่ยคือมันเต่าได้โลกđầy ảo trắng là thuê bà dương chìa địa đại miền phấn nền của ngật hai một căn phlau đạch rồi ra để nữ nâng mình tư là profile viện chia sầm lanh chỉ môi nâng chuẩn bìa lục thà sốc chất slap tin ní còn tư chỉ môi chuẩn bìa đây là romain mình miền đây cả tư nâng thuê ba bà dương chia mình út đại phấn nền của ngật hai một căn phlau đạch rồi ra nâng slap nâng mình tư cho mùi nè tụi bay slap con mình tư đây chia sầm lanh cho mùi chuẩn bìa đại khát nè ba liệt tạ ban lưu bìa nộp hài tới có cát sự cái đây dùng vây món bỏ cất thả nó anh thôi cảm thuần là bật tư đòi rồi ha mình xong của đời cho nó hài tới có là con đam đầy cái tốt còn tình tụ tập can đòn prey bàn chia tranh từ và lục đánh tranh lục ta mình prong tới slap con mình tư đấy đánh tranh hay không mùi nước nấu ớt bán có tàu bạc tờ và đói tây chuyện này sau là bỏ thề ra trong cái nạn nút là bàn đục cam và lẹ xì là sàn nạn này sẽ đánh cả theory nhé bàn đòi học sập dội và từ tầng 50 โยชน์កំពស់កម្រាស់នឹងប្រមាណជា15យោជន៍មានពណ៌ដូចជាផ្កាណាជាយព្រឹកណាផ្កាច្បាមាន
ប្រកកដីផតចុះក្នុងវេលាប្រថាប់អាសនៈហ្នឹងជារបស់ដែលកើតដោយសារបុណ្យរបស់សកទេវរាជបើពេលដែលអង្គុយចុះផតចុះណាដូចកៅអីវាមានអារំសរវាណាហ្នឹងអង្គុយចុះផតចុះក្រោកឡើងវាងើបឡើងវិញអញ្ចឹងហ្នឹងហើយដែលកើតដោយសារបុណ្យរបស់សកទេវរាជបាទហើយទៅក៏ស្ដេចសកទេវរាជត្រេះរិះព្រោះក្តៅអង្គុយទៅវាក្តៅអាសនៈហ្នឹងដល់អញ្ចឹងទៅក៏ត្រេះរិះប្រាថ្នានឹងគិតថាអ្នកណាមកញ៉ាំងយើងឲ្យឃ្លាតចាអាសនៈអីចឹងណាហើយទៅក៏ដូច្នោះហើយទៅទ្រង់រមើលមើលចុះមកក៏បានឃើញព្រះថេរៈដោយទិបចក្ខុព្រោះហេតុនោះណាព្រះបរណាចារ្យទាំងឡាយបានពោលពាក្យថាស្ដេចសហសនេតណាជាធំជាងទេវតាជំរះទិបចក្ខុមានន័យថារមើលមើលឲ្យទិបចក្ខុណាហ្នឹងហើយទៅក៏ជ្រាបថាព្រះបាលថេអង្គនេះតេះដៀលបុគ្គលបាបជំរះគ្រឿងចិញ្ចឹមជីវិតឲ្យបរិសុទ្ធហើយទៅក៏សហសនេតស្ដេចសកទេវរាជជាធំជាងទេវតាហ្នឹងណាទ្រង់ជ្រាបថាព្រះបាលថេនេះដែលធ្ងន់ក្នុងធម៌ណាមានន័យថាជាអ្នកដែលធ្ងន់ក្នុងធម៌ត្រេកអរក្នុងសាសនាអង្គុយនៅហើយគ្រានោះស្ដេចបានទ្រង់ព្រះតម្រេះថាបើអញនឹងមិនទៅកាន់សំណាក់នៃលោកម្ចាស់អ្នកដែលតេះដៀលបុគ្គលបាបទេណាធ្ងន់ក្នុងធម៌មានសភាពយ៉ាងនេះក្បាលរបស់អញក៏បីបែកជា7ចំណែកណាបើអិនពោលថាបើមិនទៅជួបលោកទេក្បាលយើងនឹងបែកហើយណាបែកមិនខានទេហើយទៅក៏ណាសកទេវរាជហ្នឹងក៏បានទៅជួបលោកហ្នឹងហើយទៅជួបលោកព្រោះហេតុនោះព្រះបរណាចារ្យទៅពោលថាស្ដេចសហសនិតជាធំជាងទេវតាហ្នឹងទ្រង់សេរីនៃទេវរាជស្ដេចមកដោយមួយរំពេចណាលឿនក៏ដូចបត់ដើមដៃអញ្ចឹងណាដូចញាតិញោមបត់ដៃអញ្ចឹងបត់ដៃឲ្យលាចាញ់អញ្ចឹងវាលឿនហ្មងគឺព្រះប្រអិនហ្នឹងគឺបាត់ពីទីហ្នឹងមកលឿនដូច្នោះគ្រាដែលស្ដេចចូលទៅចិត្តហើយទៅក៏បានធ្វើសំឡេងសូរនៃព្រះបាទសូរសំឡេងព្រះបាទក្នុងទីចិត្តបថេរៈគណៈនោះបថេរៈសួរសកទេវរាជនោះថានោះណាហ្នឹងទេវរាជហ្នឹងក៏តបថាបបិទ្ធលោកដល់ចម្រើនខ្ញុំអ្នកដំណើរព្រះថេរៈសួរថាបាសកអ្នកនឹងទៅក្នុងទីណាទេវរាជតបថាទៅក្នុងក្រុងសាវត្ថីលោកម្ចាស់បថេរៈពោលថាទៅចុះអ្នកមានអាយុទេវរាជសួរថាបបិទ្ធលោកដល់ចម្រើនក៏លោកម្ចាស់នឹងទៅក្នុងទីណាព្រះថេរៈពោលថាសំបីអាត្មាក៏នឹងទៅក្នុងទីនោះដែរទេវរាជតបថាបើដូច្នោះយើងទាំងឡាយនឹងទៅជាមួយគ្នាតែម្ដងលោកម្ចាស់ព្រះថេរៈពោលថាអាត្មាជាមនុស្សពិការភ្នែកសេចក្តីយឺតយូរនឹងមានដល់លោកអ្នកកាលទៅជាមួយនឹងអាត្មាទេវរាជត្រាស់ថាកិច្ចប្រញាប់របស់ខ្ញុំមិនមានក៏ខ្ញុំកាលដែលទៅជាមួយនឹងលោកម្ចាស់នឹងបានជាបញ្ញកិរិយាវត្ថុបានបំពេញបុណ្យអីចឹងណាហ្នឹងហើយបានទៅជាមួយលោកទៅបានធ្វើបុណ្យមានថ្វាយទានអីចឹងទៅបញ្ញកិរិយាវត្ថុ10មានថ្វាយអង្គមមានអីសពគ្រប់ចឹងហ្នឹងហើយយើងទាំងឡាយនឹងទៅជាមួយគ្នាតែម្ដងព្រះថេរៈគិតថានោះនឹងជាសប្បុរសទៅពោលថាបើដូច្នោះកាន់ចុងឈើច្រត់ចុះបាសកណាឲ្យឈើច្រត់ណាប្រុសលោកកាន់ហើយដើរតាមអញ្ចឹងណាកាន់ឈើច្រត់ទៅទាញទៅលោកក៏កាន់ឈើច្រត់ចុងមកខាងតាមទៅអញ្ចឹងស្ដេចសកទេវរាជទ្រង់ធ្វើដំណើរនោះហើយបំព្រួញផែនដីឲ្យដល់វត្តចេតពុនក្នុងវេលារសៀលព្រះថេរៈបានស្ដាប់សំឡេងគ្រឿងប្រគំមានសាំងនឹង
ត្រែជាដើមហើយទៅក៏សួរថានោះសំឡេងក្នុងទីណាទេវរាជត្រាស់ថាក្នុងក្រុងសាវត្ថីលោកម្ចាស់ឆ្ងល់ដែរប្រធេរៈលោកគិតថាអីដើរមកអីលឿនម៉េះមកផ្លេតហ្នឹងហើយស្រាប់តែដល់ក្រុងសាវត្ថីបាត់ហើយមិនក៏លឿនម្លេះព្រះធរៈពោលក្នុងវេលានោះទៅថាយើងទៅដោយកាលយូរហើយទេវរាជពោលថាខ្ញុំដើរផ្លូវត្រង់លោកម្ចាស់ហើយដើរលឿនម៉េះសកទេវរាជมันប្រាប់ថាជាសកទេវរាជទេគ្រាន់តែប្រាប់ថាដើរផ្លូវដែលលឿនទៅផ្លូវត្រង់អីចឹងហ្នឹងហើយក្នុងគណៈនោះព្រះថេរៈកំណត់បានថាអ្នកនេះមិនមែនមនុស្សនឹងជាទេវតាលោកគ្រាន់តែដឹងព្រោះដើរអីមកផ្លេតតែក្រុងសាវត្ថីចម្ងាយណាណីដើរតែមកផ្លេតដី120យោជហ្នឹងហើយដើរមកផ្លេតតែបដល់ហ្នឹងអញ្ចឹងទៅលោកដឹងថាអូអ្នកនឹងមិនមែនមនុស្សទេវតាហើយដែលព្រោះហេតុនោះព្រះបរណអាចារ្យទាំងឡាយទៅពោលថាស្ដេចសហសនេតជាធំជាងទេវតាទ្រង់សេរីរបស់ទេវរាជបំព្រួញនៅផ្លូវនោះស្ដេចមកដល់ក្រុងសាវត្ថីជានោះហើយស្ដេចនាំប្រធេរៈទៅកាន់បណ្ណាសាលាដែលកដុម្ពីជាប្អូនប្រុសធ្វើដើម្បីប្រយោជន៍ដល់ព្រះធេរៈនោះឯងនិមន្តឲ្យគង់លើផែនក្តារហើយទៅក៏ផ្លែងភេទជាសម្លាញ់ជាទីស្រឡាញ់ទៅកាន់សំណាក់របស់កដុម្ពីដែលនាំប្រធេរៈទៅដល់សាលាសំណាក់នៅក្នុងក្រុងសាវត្ថីដែលប្អូនប្រុសនឹងបានកសាងហើយទៅនិមិត្តខ្លួនជាសម្លាញ់របស់ប្អូនប្រុសនឹងទៅទៀតទៅជួបប្អូនប្រុសណាប្រាប់រឿងរ៉ាវអញ្ចឹងហ្នឹងហើយដើម្បីធ្វើជាប្រយោជន៍ដល់ប្រធេរៈដែលនិមន្តឲ្យគង់អីសពគ្រប់អញ្ចឹងទៅហើយទៅក៏ត្រាស់ហៅពេលដែលធ្វើដំណើរទៅកាន់ផ្ទះរបស់ប្អូនប្រុសហ្នឹងក៏ត្រាស់ហៅណែបាលៈអ្នកជាសម្លាញ់ដែលក៏ដុំពីចលបាលស្រែកសួរថាអ្វីសម្លាញ់ទេវរាជសួរថាអ្នកដឹងសេចក្តីដែលព្រះធេរៈមកដល់ហើយឬដែលក៏ដុំពីជាប្អូនអត់ដឹងថាណែបងប្រុសនឹងនិមន្តមកដល់សាលាសំណាក់ទេហើយទៅប្រអិនហ្នឹងនិមិត្តធ្វើជាសម្លាញ់ទៅប្រាប់ទៀតណែទៅប្រាប់ទៀតធ្វើជាសម្លាញ់បងប្រុសហ្នឹងថាប្រធេរៈលោកនិមន្តមកដល់ហើយហ្នឹងហើយមានដឹងទេណែបងប្រុសថាខ្ញុំអត់ដឹងផងហើយទៅក៏ព្រះធេរៈក៏ប្រាប់ថាប្រធេរៈហ្នឹងមកដល់ហើយណាមកដល់ហើយសម្លាញ់ខ្ញុំនឹងទៅកាន់វិហារឃើញប្រធេរៈគង់នៅក្នុងបណ្ណាសាលាដែលលោកធ្វើមកហើយអំបញ្ញមាញ់នេះឯងដូច្នោះហើយទៅក៏សកទេវរាជនេះក៏ជៀសចាញ់ទៅបើចំណែកកដុម្ពីទៅដល់វិហារឃើញប្រធេរៈណែយំបងគ្រាន់តែឃើញហ្នឹងយំបំរាស់នានាលបាត់ហើយបើក្នុងទីចិត្តនៃព្រះបាលៈ